ជំរាបសួរចាសំណប់បេះដូងទាំងអស់គ្នាសុខសប្បាយទេថ្ងៃនេះគឺមកធ្វើបៀអំពីរឿងក្នុងចិត្តរបស់គូស្នេហ៍ណារឿងក្នុងចិត្តរបស់គូស្នេហ៍វគ្គនេះគឺដល់លេខ21និងលេខ25ពីលេខ21 22 23 24និង25ការពីវីដេអូដំបូងគឺខ្ញុំធ្វើពីលេខ1ដល់20បន្ទាប់មកពីលេខ20ខុសហើយច្រឡំពីលេខ1ដល់លេខ10បន្ទាប់មកពីលេខ10ដល់លេខ20បន្ទាប់មកឥឡូវនេះពីលេខ21ដល់លេខ25ណាក៏បៀទាំងអស់បងប្អូនអាចចូលមើលហើយមួយសន្លឹកដើម្បីផ្សងមើលចិត្តរបស់គាត់ណាចាឥឡូវនេះបៀទី21ចាបៀទី21នេះមនុស្សគូស្នេហ៍របស់យើងគាត់ចង់និយាយថានៅក្នុងចិត្តរបស់គាត់គឺគាត់ចង់ជួបយើងគាត់នឹកយើងណាចាសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងសេចក្តីស្នេហាដ៏មុតមមរបស់គាត់ចាគាត់បាត់មុខយើងគឺគាត់នឹកយើងគាត់ចង់ជួបយើងគាត់ចង់ឮសំឡេងរបស់យើងចាសំឡេងរបស់យើងប្រៀបបានជាថ្នាំព្យាបាលមួយធ្វើឲ្យគាត់បានធូរស្បើយធ្វើឲ្យគាត់បានរសាយពីភាពលំបាកទាំងឡាយនៅពេលដែលគាត់បានឮសំឡេងយើងនិងបាននៅក្បែរយើងចាគាត់ចង់មានភាពស្និទ្ធស្នាលជាមួយយើងបែបជាគូស្នេហ៍ណាចាចង់ឲ្យគាត់មានចង់ប្រាប់យើងថាគាត់ចង់ឲ្យយើងទាំងពីរនាក់ហ្នឹងគឺឲ្យកាន់តែលោកល្អនឹងគ្នាដើម្បីឲ្យបានយល់កាន់តែច្បាស់អំពីគ្នាថែមទៀតចាគាត់នឹកយើងសេចក្តីស្រឡាញ់និងសេចក្តីស្នេហារបស់គាត់ចំពោះយើងគឺវាជ្រាលជ្រៅណាស់ចាគឺគាត់ចង់បានភាពស្និទ្ធស្នាលចាស្និទ្ធស្នាលបែបជាគូស្នេហ៍ណាចាគាត់ចង់ថើបយើងចង់អោបយើងចាអញ្ចឹងហើយទាំងអស់នេះគឺគាត់គ្រាន់តែចង់ប្រាប់យើងថាអ្វីដែលគាត់ចង់នៅពេលនេះគឺចង់ឲ្យកាន់តែច្បាស់លាស់ថាយើងទាំងពីរនាក់គឺជាគូស្នេហ៍របស់គ្នាអញ្ចឹងណាចាគាត់អត់ចង់បែបលឹបលោអីទេចាគាត់ចង់បែបអញ្ចឹងឯងគឺឲ្យចាំជាក់លាក់ថាជាគូស្នេហ៍ដ៏ពិតប្រាកដចាសំឡេងរបស់យើងមុខរបស់យើងខ្លួនរបស់យើងដែលបានទៅជួបគាត់ម្ដងគឺប្រៀបបានជាថ្នាំដ៏ថ្នាំទិព្វអញ្ចឹងណាចាគឺធ្វើឲ្យគាត់បានរសាយនៅពីនៅភាពលំបាកទាំងឡាយភាព stress ទាំងឡាយភាពតានតឹងទាំងឡាយពេលដែលគាត់ឮសំឡេងយើងណាគឺគាត់បានរសាយអស់ហើយចាអញ្ចឹងហើយនេះគឺជាអ្វីដែលនៅក្នុងចិត្តគាត់ចង់ប្រាប់បងប្អូនណាចាអូខេនេះជាសន្លឹកទី21ចាជូនពរណាឥឡូវយើងចូលមកដល់បៀទី22ណោះចាបៀទី22រឿងក្នុងចិត្តរបស់គូស្នេហ៍យើងគាត់ចង់ប្រាប់យើងថាស្នេហាមួយនេះគឺជាស្នេហាដ៏ពិតប្រាកដរបស់យើងទាំងពីរនាក់គាត់ចង់ឲ្យយើងមានភាពជឿជាក់លើគាត់ទុកចិត្តលើគាត់ចំពោះស្នេហាមួយនេះគឺគាត់មានសមត្ថភាពក្នុងការពារស្នេហាមួយនេះចានេះអ្វីដែលគាត់ចង់ប្រាប់នៅក្នុងចិត្តរបស់គាត់ចាគាត់ចង់ឲ្យបងប្អូនចាមានទំនុកចិត្តនិងជឿជាក់ទៅលើទេវតានិងចក្រវាឡដែលបានប្រទាននូវស្នេហាមួយនេះមកដល់យើងទាំងពីរនាក់ចាការស្រឡាញ់របស់គាត់ក៏ដូចជាការស្រឡាញ់របស់យើងចាគឺពិតជាមានសុវត្ថិភាពល្អដោយទៅការពីចក្រវាឡអញ្ចឹងគាត់សូមឲ្យយើងមានការទុកចិត្តលើគាត់និងមានការជឿជាក់លើចក្រវាឡចាចក្រវាឡនិងទេវតាទៅបានកំណត់ឲ្យយើងទាំងពីរជាគូនឹងគ្នានឹងមានស្នេហាជាមួយគ្នាដល់ពិតប្រាកដអញ្ចឹងស្នេហាមួយនេះគឺវាធំធេងការស្រឡាញ់មួយនេះវាធំធេងសូមឲ្យអ្នកទុកចិត្តលើខ្ញុំណាស្នេហាមួយនេះគឺគ្មានព្រំដែនឡើយសេចក្តីស្រឡាញ់មួយនេះគឺដល់យូរអង្វែងតទៅចាចាំបងប្អូនចាគាត់សូមឲ្យមានការទុកចិត្តលើគាត់ចំពោះសមត្ថភាពរបស់គាត់ណាចាហើយគាត់ស្រឡាញ់យើងណាអូខេជូនពរណាអ្នកទី22ចាឥឡូវចូលមកដល់បៀទី23វិញម្ដងណាថាតើក្នុងចិត្តគាត់យ៉ាងបែបម៉េចដែរគាត់ចង់ប្រាប់យើងដោយសម្ងាត់នោះណាចាខ្ញុំតែងតែសម័យចង់បានអ្នកខ្ញុំសម័យចង់បានអ្នកជារាល់ថ្ងៃខ្ញុំមិនអាចបំភ្លេចអ្នកបានឡើយក្នុងមួយថ្ងៃខ្ញុំតែងតែសម័យឃើញអ្នក
ខ្ញុំតែងតែឆ្ងល់ថាតើអ្នកគឺជាអ្វីនឹងមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំជួបខ្ញុំក្នុងសុបិនរបស់អ្នកនៅយប់នេះណាដើម្បីឲ្យយើងអាចចាប់ផ្ដើមបង្កើតអនាគតរបស់យើងជាមួយគ្នាឲ្យបានខ្លាយជាការពិតខ្ញុំចង់កសាងគ្រឹះដ៏រឹងមាំមួយជាមួយអ្នកដើម្បីយើងទាំងពីរនាក់សេចក្តីស្នេហារបស់យើងគឺខ្ញុំមិនអាចបំភ្លេចបានទេខ្ញុំតែងតែចង់ជួបអ្នកជារៀងរាល់ថ្ងៃគាត់មានការនឹករលឹកយើងអត់ដឹងមិនទេបាត់មុខយើងអត់បានគឺគាត់តែងតែចង់ជួបយើងហ្មងសូម្បីតែឃើញដំបូលផ្ទះយើងក៏គាត់អស់ចិត្តដែរក្នុងមួយថ្ងៃ24ម៉ោងលើកលែងតែពេលគេងអាចថាពេលគេងគាត់សុំឲ្យយើងសុបិនជួបគាត់ទៀតណាឃើញទេនេះគេហៅថាស្នេហាគាត់នេះគឺចាក់យ៉ាងជ្រៅតែម្ដងចាគាត់ស្រឡាញ់យើងចាគាត់បាត់មុខយើងអត់បានទេដែលឃើញទេការពីជំនាន់មិនទេជំនាន់ណាក៏ដោយជំនាន់ខ្ញុំនៅក្មេងៗបើថាស្រឡាញ់វិញណាឃើញតែជាហៀងផ្ទះគេក៏គាត់អស់ចិត្តដែរឃើញជាហៀងផ្ទះយើងឃើញតែវោផ្ទះយើងឃើញតែប្រកាន់ដៃផ្ទះយើងជីកកាត់តែមុខផ្ទះយើងក៏គាត់អស់ចិត្តដែរនឹងខ្ញុំយល់អារម្មណ៍អ្នកដែរស្រឡាញ់គេអូខេជូនពរណាអ្នកទី23ចាឥឡូវចូលមកដល់បៀទី24ម្ដងណាចាបៀទី24ចាការរំពឹងទុកខ្ញុំចង់คลายជាអ្វីដែលអ្នកចង់ឲ្យរូបខ្ញុំคลายជាខ្ញុំមិនចង់ធ្វើឲ្យអ្នកខកចិត្តទេខ្ញុំដឹងថាអ្នកមានការរំពឹងទុកជាច្រើនមកលើខ្ញុំហើយខ្ញុំក៏កំពុងព្យាយាមស៊ូទ្រាំនឹងរឿងទាំងនោះដែរប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថានៅឆ្ងាយពីរឿងនោះខ្លាំងពេកហើយខ្ញុំខ្លាចធ្វើឲ្យអ្នកខកចិត្តឬក៏ធ្វើឲ្យអ្នកមិនបានទទួលនៅអ្វីសមដូចចិត្តដែលអ្នកចង់ឲ្យខ្ញុំធ្វើប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើឲ្យដូចអ្វីដែលអ្នកចង់បាននិងឲ្យคล้ายខ្លួនទៅជាអ្វីដែលអ្នកចង់ឲ្យអ្នកចង់ឲ្យខ្ញុំคล้ายទៅជាអ្វីនោះចាបងប្អូនយល់ទេចាអូខេគាត់ចង់ធ្វើអ្វីឲ្យយើងតាមអ្វីដែលយើងចង់ឲ្យគាត់ធ្វើឬអ្វីដែលយើងធ្លាប់ស្នើសុំទៅគាត់ណាចាបងប្អូនចាគាត់ចង់ធ្វើគាត់នឹងព្យាយាមដើរទៅលើផ្លូវមួយដែលធ្វើឲ្យយើងបានសំដូចប្រាថ្នានឹងនៅអ្វីដែលយើងបានសំណូមពរទៅគាត់ឬក៏យើងចង់បានឲ្យគាត់ធ្វើជាអ្វីមួយឧបមាយើងឧទាហរណ៍ថាយើងចង់ឲ្យគាត់ខ្លាចជាមនុស្សម្នាក់ដែលចេះទទួលខុសត្រូវនៅក្នុងគ្រួសារហើយក៏ទទួលខុសត្រូវមកលើរូបយើងដែលជាគូសង្សារចាទាំងឧទាហរណ៍ហ្នឹងចាដូចអញ្ចឹងចាគាត់នឹងប្រឹងប្រែងនឹងធ្វើប៉ុន្តែនៅក្នុងបៀននេះគឺគេនិយាយជាទូទៅតែម្ដងណាបងប្អូននេះគាត់ជាឧទាហរណ៍មួយណាចាអញ្ចឹងនៅក្នុងបៀននេះគាត់នឹងព្យាយាមណាធ្វើអ្វីដែលយើងចង់បានគាត់ចង់ប្រាប់យើងថាអ្វីដែលគាត់ខ្លាចនេះគាត់ខ្លាចធ្វើឲ្យយើងខកចិត្តចាប៉ុន្តែគាត់នឹងធ្វើចាគាត់នឹងធ្វើអ្វីដែលយើងត្រូវការឲ្យគាត់ធ្វើនឹងទៀមទាចង់បានអំពីគាត់ណាចាអូខេជូនពរណាអ្នកទី24ចាឥឡូវចូលមកអ្នកទី25វិញម្ដងណាចាអ្នកទី25ចាក្នុងចិត្តគាត់ចង់ប្រាប់ថាសូមឲ្យយើងបទូបថយឲ្យគាត់ខ្លះផងព្រោះឲ្យគាត់មានការភ័យខ្លាចគាត់ចង់ឲ្យយើងនឹងឲ្យគាត់សមួលអារម្មណ៍គាត់បន្តិចមកហើយក៏ឲ្យគាត់ធ្វើអ្វីដោយយឺតណាដោយមានភាពអត់ធ្មត់ចឹងណាដូចថាបងប្អូនកុំជំរុញគាត់ខ្លាំងពេកកុំទាមទារគាត់ខ្ពស់ពេកកុំទាមទារគាត់ខ្លាំងពេកកុំទាមទារនៅអ្វីដែលហួសសមត្ថភាពគាត់ពេកណាចាគាត់ចង់ប្រាប់ថាគាត់មានការភ័យខ្លាចអញ្ចឹងណាចាអញ្ចឹងគាត់សនំពរថាចង់ឲ្យគូស្នេហ៍របស់គាត់ហ្នឹងណាកុំជំរុញគាត់ឬក៏ទាមទារគាត់ឬក៏ត្រូវតែឲ្យគាត់ធ្វើអីមួយដែលជាហួសនឹងសមត្ថភាពគាត់ណាគាត់កំពុងតែមានការភ័យខ្លាចណាអ្នកទី25ចាទំនាក់ទំនងយើងទាំងពីរពិតជាខ្លាំងក្លាណាស់ហើយពេលខ្លះធ្វើឲ្យខ្ញុំភ័យខ្លាចអារម្មណ៍របស់ខ្ញុំចំពោះអ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបសូមធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលដោយធ្វើអ្វីយឺតនិងអត់ធ្មត់
វានឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលជាមួយនឹងការផ្លាស់ប្ដូរដែលកំពុងតែកើតឡើងនៅរាល់ការកើតឡើងទាំងឡាយខ្ញុំនឹងព្យាយាមធ្វើវាឲ្យល្អប៉ុន្តែខ្ញុំសូមឲ្យខ្ញុំធ្វើវាដោយសន្សំនិងយឺតនិងអត់ធ្មត់ចាដើម្បីឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលដោយមិនមានសម្ពាធអំពីទំនាក់ទំនងរបស់យើងទាំងពីរនិងដោយមិនមានការភ័យខ្លាចនៅទំនាក់ទំនងក្នុងទំនាក់ទំនងរបស់យើងទាំងពីរខ្ញុំដឹងថាទំនាក់ទំនងរបស់យើងទាំងពីរគឺពិតជាខ្លាំងក្លាណាស់ប៉ុន្តែពេលខ្លះវាធ្វើឲ្យខ្ញុំភ័យខ្លាចផងដែរចាជូនពរណាអ្នកទី25ដល់ដឹងហើយណាចាកុំទាមទារខ្ពស់ពេកចាកុំធ្វើបាបគាត់កុំឲ្យគាត់ធ្វើអីដែរហួសសមត្ថភាពគាត់ពេកណាចាឲ្យគាត់ធ្វើដោយសឹមគាត់នឹងអាចធ្វើឲ្យយើងបានណាចាអរគុណណាជូនពរអ្នកទី25ចាចាំជួបគ្នាលើកក្រោយទៀតណាលើកក្រោយខ្ញុំធ្វើពី26ទៅដល់30ណាចាសូមឲ្យថ្ងៃថ្មីណាបងប្អូនជួបតែសំណាងល្អជួបមនុស្សល្អក្នុងជីវិតសូមឲ្យគូស្នេហ៍គ្រប់គូទាំងអស់គឺជាគូស្នេហ៍ដែលជាគូស្នេហ៍អមតៈណាចាជូនពរណា